Pakistan ក្របបែកអាមេរិកផ្ទុះលន់ក៏ក្រាច់អ៊ីរ៉ង់ពេញមួយយប់វាយកំទេចគោលដៅយោធា140កន្លែងមីស៊ីលនិងដ្រូនហោះបំផ្ទុះឆ្លងដែនយ៉ាងស្រួចស្រាវបង្ខំឲ្យប្រទេសអារ៉ាប់យ៉ាងហោចណាស់7ចេញទិញបាញ់ស្ទាក់មីស៊ីលនៅលើដែនអាកាសរបស់ខ្លួនប្រទេសទាំង7មានហ្សកដានី បារ៉ែន គុយវេត ហ្កាតា អេមីរ៉ាតអារ៉ាប់រួមអូប៉ង់និងប៉ាគីស្ថានយកតាម CNN ការវាយប្រហារចុងក្រោយបានកើតឡើងនៅយប់ថ្ងៃទី11ឈានចូលថ្ងៃទី12ខែកក្កដាឆ្នាំ2026បន្ទាប់ពីអ៊ីរ៉ង់បានផ្ាច់ត្រង់អាលើនាវាពាណិជ្ជកម្មខុសគ្រាវដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz វិជាការកណ្ដាលអាមេរិកសិនខំបាននិយាយថានេះគឺជាប្រតិបត្តិការវាយប្រហារលើកទី3ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ដោយផ្ដោតទៅលើមូលដ្ឋានមីស៊ីល drone ប្រព័ន្ធរ៉ាដាននិងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ Reuters និង AP បានរាយការណ៍ថានៅថ្ងៃទី11ខែកក្កដានាវាកុងតឺន័រ GFH Galaxy ដែលមានទង់ជាតិ Zip ត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz បណ្ដាលឲ្យឆេះសន្ធោសន្ធៅនិងមាននាវិកម្នាក់បាត់ខ្លួនដោយហេតុការណ៍នេះលោកដូណាល់ ត្រាំបានបញ្ជាឲ្យកងទ័ពអាមេរិកបើកការវាយប្រហារសងសឹកអ៊ីរ៉ង់ភ្លាមៗកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានហាងថាខ្លួនបានបាញ់គ្រាប់ព្រមមានទៅលើនាវាដែលឆ្លងកាត់តំបន់ហើយមិនស្ដាប់តាមការណែនាំរបស់ខ្លួនហើយបានប្រកាសបិទច្រកសមុទ្រ Hormuz រហូតដល់មានការជួយដំណឹងជាថ្មីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក៏បានឲ្យដឹងដែរថាកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានទ័ពអាកាស Prim Hassan នៅក្នុងប្រទេសហ្សកដានីដែលគេជឿថាមានកងទ័ពអាមេរិកកំពុងតែប្រើប្រាស់ហ្សកដានីបានប្រកាសថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ស្ទាក់មីស៊ីលអ៊ីរ៉ង់ជាច្រើនគ្រាប់ខណៈដែលបារ៉ែននិងអេមីរ៉ាតអារ៉ាប់រួមក៏បានប្រកាសពីការស្ទាក់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ផងដែរចំណែកហ្គាតានិងគុយវេតបានបង្កើនការប្រុងប្រយ័ត្នជុំវិញមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសរបស់ខ្លួនភាពតានតឹងថ្មីនេះកំពុងគំរាមកំហែងដល់តម្លៃប្រេងឥន្ធនៈសារជាថ្មីទៀតហើយក្រោយតម្លៃធ្លាក់ចុះមួយរយៈខ្លីខ្ញុំរស់សុធាពី News Today NDTV